កាលពីព្រៃនាយមានកុមារម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកគំរាវមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅម្ដាយខ្វាត់ថាកុំអញស៊ីអ្វីក៏ច្រើនម្លេះទុកវានឹងលក់យកប្រាក់ចាយកូនលឺម្ដាយខ្វាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសពថ្ងៃពុំមានភ្លេចមានកាលមួយថ្ងៃកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាល្បិតទេវតាប្រាប់ខ្ញុំថាមានមេច្រើនណាស់ម៉ែជូនខ្ញុំទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថាមេប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំកូនយកកញ្ជើនាំម្ដាយដើរទៅព្រៃឆ្ងាយអំពីស្រុកហើយកូនក៏យកកញ្ជើស្ទុះទៅក្របលើដីប្រាំងសង្កត់ឲ្យប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងម៉ែប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចប់ជីកយកម៉ែប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែងម៉ែប្រាក់នឹងបាត់បង់អស់ទៅឯម្ដាយឮកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះចាំកូនក៏ត្រឡប់ទៅផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចំអិនជាអាហារបបួលអស់បងប្អូនជិតខាងមុខស៊ីផឹកស្រាលេងសប្បាយម្ដាយនៅឯព្រៃចាំកូនឯព្រៃទន្ទឹងពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីលើកញ្ជើមើលក្នុងកញ្ជើពុំឃើញមានអ្វីសោះលោកម្ដាយដឹងថាកូនបញ្ឆោតហើយក៏ត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនថាល្បិចកូននេះខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូច្នោះក៏សួរថាដំណើរដូចម្ដេចបានជាឲ្យយកកូនច្រកការុងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ទៅប្អូនតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតឲ្យអញទៅក្នុងព្រៃថាទៅយកមាក់ប្រាក់ហើយវាឲ្យអញចាំនៅក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែដាច់ពោះឲ្យវាមកកាប់ជ្រូកផុកស្រាជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតាប្អូនលោកក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អលើលីយកទៅនឹងចោលក្នុងទឹកទន្លេលុះដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកកបួនកុហកឲ្យខ្ញុំបន្តិចដើម្បីខ្ញុំស្លាប់ហើយទៅនៅឋានខ្មោចបើគ្មានកបួនកុហកខ្មោចរកស៊ីពុំបាននោះនឹងដាច់ពោះស្លាប់ឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយថាកបួនកុហកឯងទុកនៅទីណាក្មួយប្រាប់ទៅមាថាខ្ញុំដាក់នៅលើធ្នឹមមាក៏ដាក់អាកុហកស៊ីនៅកំពង់ទឹកហើយត្រឡប់ទៅយកតម្រាភើអាកុហកស៊ីវិញកាលនោះមានមនុស្សកើតខ្លួនម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើជានិយាយថាអញមកតំខ្លួនក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅប៉ុន្តែស្ទែបមើលហាក់ដូចសោះជាហើយមនុស្សខ្លួនឬអាកុហកស៊ីថាតំខ្លួនក្នុងការុងដូច្នោះដោយខ្លួនកើតខ្លួនក៏សួរថាតំខ្លួនក្នុងការុងនេះបានជាឬអាកុហកស៊ីប្រាប់ថាដើម្បីខ្ញុំកើតខ្លួនគេឲ្យមកតំក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រាយខ្ញុំបន្តិចមនុស្សខ្លួនក៏ស្រាយមាត់ការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញអំពីការុងបោកខ្លួនមើលហើយប្រាប់ថាជាខ្លួនហើយអាកំឡុងឬអាកុហកស៊ីថាតំខ្លួនក្នុងការុងដូច្នោះក៏និយាយថាឲ្យគ្នាតំខ្លួនផងអាកុហកស៊ីឮដូច្នោះអរណាស់គិតថាអញអស់ស្លាប់ហើយបានអាកំឡុងស្លាប់ជួសអាកុហកស៊ីប្រាប់អាកំឡុងថាបើអញចង់ជាខ្លួនឆាប់ត្រូវកាន់ត្រណំឲ្យជាប់កុំនិយាយស្ដីនឹងនរណាឲ្យសោះបើនរណាមកសួរក្ដីមកជេរវាដូចម្ដេចក្ដីត្រូវកុំនិយាយស្ដីខំកាន់ត្រណំឲ្យខ្ជាប់ទើបបានជាឆាប់អាកំឡុងឬអាកុហកស៊ីថាដូច្នោះក៏ទទួលចាំឲ្យចូលទៅក្នុងការុងអាកុហកស៊ីចងមាត់ការុងជាប់ល្អរត់បាត់ទៅមាននោះរកតម្រាឲ្យអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏គិតក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ទៅហើយខំដោតទៅដល់ក៏ស្ទួយចូលទៅដល់វាអាកំឡុងដោយស្មានថាអាកុហកស៊ីអាកំឡុងខំអត់ព្រោះចង់ជាខ្លួនលុះវាធៀបអស់ចិត្តហើយក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ទៅអាកុហកស៊ីរត់រួចអំពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមួយទឹកអាកុហកស៊ីនោះឃើញអាកុហកស៊ីដើរទៅពីចម្ងាយក៏វាធ្វើជាមួយទឹកយូរបន្តិចងើបឡើងហើយលើកកាសឡើងថាអញមួយទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានកាសប្រាក់ច្រើនប៉ុន្តែយកមិនរួចបានតែមួយត្រណោតមកអាកុហកស៊ីឮដូច្នោះ
ក៏ជឿគិតថាស្មានតែមែនហើយក៏ផ្លាស់សម្ពុតលោតទៅក្នុងទឹកខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដេញខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញហើយនិយាយទៅអាដែលបញ្ឆោតនោះថាញ៉ាអើយខ្ញុំមួយទឹកទៅតាមពាក្យញ៉ាឯងអំបាញ់មិញនេះបានឃើញគេលេងបៀប៉ាធួកំតាត់ច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រកាសច្រើនខ្ញុំទាពីគេថាឲ្យយកពីឯងនោះខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីឯងនោះបើតែឯងមិនជឿមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកស៊ីនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកមិនចាញ់ខ្លួនក៏ស្រែកកាសចៃគ្នាពាក់កណ្ដាលហើយសុំគ្នាជាបងប្អូនដើររកស៊ីកុហកគេតាំងអំពីនោះតទៅ